ចាសូមជម្រាបសួរខ្ញុំអ្នកគ្រូពេទ្យកនិកាអញ្ចឹងនៅថ្ងៃនេះខ្ញុំមកនិយាយអំពីផ្នែកមួយទៀតដែលបញ្យល់អំពីយន្តការនៃការមានផ្ទៃពោះឬក៏ការមានកលអញ្ចឹងបងប្អូនស្ត្រីយើងភាគច្រើនគឺដឹងណាការមានកលគឺជាអ្វីអញ្ចឹងការមានកលហ្នឹងគឺនៅពេលដែលស្ត្រីហើយនិងបុរសហ្នឹងមានការរួមភេទហើយបុរសហ្នឹងក៏បានបញ្ចេញទឹកកាមដែលផ្ទុកទៅដោយមេជីវិតឈ្មោលរាប់លានចូលទៅក្នុងទ្វារមាសរបស់ស្ត្រីហើយបើសិនបើមេជីវិតឈ្មោលមួយនៅក្នុងចំណោមមេជីវិតឈ្មោលទាំងអស់ជួបជាមួយនឹងពងចាស់ទុំរបស់ស្ត្រីឬក៏អង់គ្លេសហៅថា mature egg ហ្នឹងការរួមបញ្ចូលគ្នាហើយការផ្សំខ្លួនទៅនឹងស្រទាប់ក្នុងនៃស្បូនហើយស្ត្រីក៏ចាប់ផ្ដើមមានផ្ទៃពោះនៅពេលនោះឯងដូច្នេះដោយរូបមុនដែរហ្នឹងអានេះគឺជារូបរាងនៃស្បូនរបស់ស្ត្រីយើងទាំងមូលហើយមានដៃស្បូនទាំងសងខាងហើយមានអូវាពីរផងដែរហើយនឹងមានមាត់ស្បូនហើយនឹងទ្វារមាសរបស់យើងហ្នឹងនៅខាងក្រោមដូច្នេះជារៀងរាល់ខែប្រហែលជា2សប្តាហ៍មុននៃការធ្លាក់ឈាមរដូវហ្នឹងគឺកោសិកាពងដែលចាស់ទុំហ្នឹងគឺចូលដៃស្បូនហើយនៅក្នុងរូបភាពនេះផងដែរគឺបង្ហាញអំពីនៅពេលដែលរួមភេទហ្នឹងឡើងរឹងហ្នឹងបានបញ្ចេញទឹកកាមដែលហៅថា spermatozoid ហ្នឹងដែលវាផ្ទុកទៅដោយមេជីវិតឈ្មោលរាប់លានហើយមេជីវិតឈ្មោលរាប់លានហ្នឹងគឺបានធ្វើដំណើរឆ្លងកាត់ទ្វារមាសមាត់ស្បូនដើម្បីទៅដៃស្បូនដើម្បីជួបជាមួយនឹងកោសិកាពងញីផងដែរហើយជីវិតរបស់កោសិកាពងញីគឺអាចរស់បាន24ម៉ោងតែប៉ុណ្ណោះប៉ុន្តែសម្រាប់ឯមេជីវិតឈ្មោលវិញគឺរស់បាន2ទៅ3ថ្ងៃនៅក្នុងខ្លួនរបស់ស្ត្រីយើងដូច្នេះហើយបើសិនបើមេជីវិតឈ្មោលណាមួយជួបគ្នាហើយរួមបញ្ចូលគ្នាជាមួយនឹងកោសិកាពងញីការបង្កកំណើតនឹងកើតមានឡើងនៅក្នុងកំឡុងពេលនៃការធ្វើដំណើរបន្តិចម្ដងតាមដៃស្បូនចូលទៅក្នុងស្បូនហ្នឹងគឺពងបង្កកំណើតនេះគឺលូតលាស់ជាបន្តបន្ទាប់ហើយបែងចែកទៅជាកោសិកាជាច្រើននៅពេលដែលពងបង្កកំណើតនឹងបានធ្វើដំណើរចូលទៅក្នុងស្បូនហើយគឺវាបានភ្ជាប់ខ្លួនទៅនឹងស្រទាប់ក្នុងនៃស្បូនហើយនេះហើយគឺជាការចាប់ផ្ដើមនៃការមានកលឬក៏ការមានផ្ទៃពោះនេះឯងអរគុណជួបគ្នានៅវីដេអូក្រោយទៀត